សួរថាដៃមកខាងកំពុងតែប្រយុទ្ធជាមួយនឹងពួកចោលឈឿនពៀនហើយដៃមកខាងកំពុងតែស្ដារស្ថានភាពជួយជនភៀសសឹកដៃមកខាងកំពុងតែការពីព្រំដែនតើយើងត្រូវបង្ខំឲ្យមានការដាក់ទណ្ឌកម្មពីអង្គការពាណិជ្ជកម្មពិភពលោកមកលើពាណិជ្ជកម្មរបស់កម្ពុជាទៀតអត់សញ្ញាសួរត្រង់ចំណុចនេះថាបើសិនជាយើងជាតិនិយមទាំងអស់នេះយើងត្រូវមើលឲ្យឃើញអំពីភាពប្រកបប្រជារបស់កម្ពុជាខ្ញុំទទួលស្គាល់ថានៅក្រៅពេលដែលយើងមានបញ្ហាជាមួយនឹងប្រទេសថៃទំនិញមួយចំនួនបានឆ្លងចូលដែលបិទព្រំដែនជាមួយថៃហើយក៏ប៉ុន្តែទំនិញមួយចំនួនរបស់ប្រទេសថៃបានចូលមកតាមច្រករបស់ឡាវហើយឆ្លងចូលមកកម្ពុជានេះគឺពិតជាមានពីព្រោះអីពីព្រោះថាយើងមិនអាចហាមឃាត់មិនឲ្យទំនិញទាំងអស់នោះហូរចូលមកកម្ពុជាបានទេរដ្ឋាភិបាលក៏មិនអាចចេញនូវសេចក្តីសម្រេចណាមួយស្តីពីការដាក់បំរាមទាំងស្រុងមិនឲ្យទំនិញថៃចូលមកដែរពីព្រោះអីពីព្រោះកម្ពុជាជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកអញ្ចឹងកម្ពុជាមិនអាចបដិសេធទំនិញណាមួយរបស់ប្រទេសដែលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកមកកាន់ប្រទេសរបស់ខ្លួនបានទេពីព្រោះបើសិនជាយើងហ៊ានធ្វើចំណុចនេះយើងនឹងទទួលទណ្ឌកម្មសួរថាដៃមកខាងកំពុងតែប្រយុទ្ធជាមួយនឹងពួកចោលឈឿនពៀនហើយដៃមកខាងកំពុងតែស្ដារស្ថានភាពជួយជនភៀសសឹកដៃមកខាងកំពុងតែការពីព្រំដែនតើយើងត្រូវបង្ខំឲ្យមានការដាក់ទណ្ឌកម្មពីអង្គការពាណិជ្ជកម្មពិភពលោកមកលើពាណិជ្ជកម្មរបស់កម្ពុជាទៀតអត់សញ្ញាសួរត្រង់ចំណុចនេះថាបើសិនជាយើងជាតិនិយមទាំងអស់នេះយើងត្រូវមើលឲ្យឃើញអំពីភាពប្រកបប្រជារបស់កម្ពុជាក៏ប៉ុន្តែទំនិញដែលចូលមកតាមច្រកទ្វីអន្តរជាតិគឺជាគេហៅថាទំនិញស្របច្បាប់ដែលត្រូវបង់ពន្ធមិនមែនរួចពន្ធទេណាគឺបង់ពន្ធចូលមកក្នុងកញ្ចប់ថវិកាជាតិក៏ប៉ុន្តែបើចូលតាមច្រកខុសច្បាប់គឺខ្ញុំចាប់កំទេចចោលទាំងអស់បាទកន្លងមកចូលតាមច្រកទឹកគឺចាប់បានគឺយើងដុតចោលបាទដុតចោលឲ្យអនុវត្តទោសជាមួយអ្នកដែលនាំចូលបាទអញ្ចឹងអ្វីដែលយើងចង់និយាយនេះយើងមិនអាចបិទមិនឲ្យទំនិញពីប្រទេសឈានពៀនយើងចូលបាននោះទេពីព្រោះយើងជាសមាជិករបស់អាស៊ានសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកតែប៉ុន្តែអាវុធដ៏មុតស្រួចមួយរបស់ប្រជាជនកម្ពុជាដែលត្រូវបន្តធ្វើហើយធ្វើឲ្យទាល់បាននោះគឺអាវុធពហិការប្រសិនបើយើងពហិការមិនទិញមិនប្រើប្រាស់ទំនិញរបស់សៀមនោះវាមិនអាចនាំចូលបានទេអ្នកនាំចូលមិនអាចមានលុយទៅខាតក្នុងការនាំយកទំនិញយកមកស្តុកចោលនោះទេគេនាំចូលគេបង់លុយចូលរដ្ឋជាកញ្ចប់ថវិកាចំណេញមករដ្ឋអញ្ចឹងចូលតាមច្រកអន្តរជាតិគឺបង់ពន្ធពេញទាំងអស់1គីឡូក៏គិតលុយដែរបើខ្លឹងគីឡូគិតលុយអញ្ចឹងសេដ្ឋកិច្ចចូលមកយើងអញ្ចឹងបើចង់មិនឲ្យចូលត្មងគឺមានតែពហិការឈប់ប្រើឈប់ទិញនោះវានឹងបាត់ទៅដោយឯងបាទនេះគឺជាអាវុធរបស់ស្រួយអញ្ចឹងបានជំរាបថាជាទស្សនៈរបស់ខ្ញុំថាជាតិនិយមអ្នកណាក៏ត្រូវតែមានក៏ប៉ុន្តែត្រូវមើលឲ្យឃើញអំពីរបួសរបស់ប្រទេសជាតិថាតើយើងចង់ឲ្យកម្ពុជាខ្លាយទៅជាប្រទេសដែលត្រូវគេហុំព័ទ្ធសេដ្ឋកិច្ចបិទសេដ្ឋកិច្ចលែងមិនទទួលស្គាល់យើងដោយដំណាក់កាលដែលយើងទើបតែរំដោះជាតិសង្គ្រោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត7មករា1979គេបិទសេដ្ឋកិច្ចរបស់យើងគេមិនទទួលស្គាល់យើងតែយើងចង់ធាក់ថយក្រោយត្រឡប់ទៅរកស្ថានភាពនោះវិញដែរទេនៅពេលដែលដំណាក់កាលយើងបានកសាងជាតិយើងមកដល់ប៉ុណ្ណេះហើយយើងត្រូវតែបន្តប្រែคลายការឈឺចាប់ទៅជាការខិតខំប្រឹងប្រែងប្រែคลายការឈឺចាប់ទៅជាការប្រយុទ្ធដ៏មុតស្រួចសម្រាប់ប្រទេសជាតិរបស់យើងព្រោះយើងជាខ្មែរ